ចិត្តខ្លាំងហ្នឹងត្រូវហើយមកខាងនេះគឺឆ្ងាញ់ឈ្ងុយមិនឆ្ងៀមអញ្ចឹងណាហើយយើងក៏មាន passion soda passion យើងក៏ដាំទៅផ្ទាល់ដែរមានជាតិគីមីហើយជាពិសេសគឺមានឆ្មាសម្រាប់លេងកំសាន្តអញ្ចឹងហើយនៅមានទឹកធ្លាក់អីយើងជីក្បៃលេងមើលក្បៃវាចូលអូអញ្ចឹងណាមើលទឹកជ្រោះនេះទឹកជ្រោះនេះយើងបែបដើរឆ្ងាយតែនេះកន្លែងនេះដែរសំខាន់គឺពួកខ្ញុំទៅជួបផ្ទាល់គឺនៅចិត្តហ្នឹងទេហើយក៏មានដើមឈើធំសម្រាប់យើងចង់មើលសត្វមើលអីលេងលេងអញ្ចឹងណានេះទៅចំការ passion ធម្មជាតិយើងកំពុងតែបានផលបដាហើយអានេះរូបភាពដែលជុំវិញកន្លែងយើងគឺមើលថ្ងៃរះថ្ងៃលិចតែម្ដងហើយនេះមកដល់ព្រៃខាងក្រោយយើងអាចថតរូបលេងដើមឈើក៏មានបាក់នៅពេលខ្យល់ខ្លាំងអញ្ចឹងណាហើយក៏មានពេលភ្លៀងឬក៏មានបរិយាកាសផ្សេងឥឡូវចូលមកដល់ពេលជាយើងក៏មានគ្រប់ប្រភេទអញ្ចឹងបងប្អូនស្រឡាញ់មួយណាអាចជ្រើសមួយហ្នឹងសម្រាប់តែវិញគឺតែហុងកុងសុទ្ធហ្មងតែយើងយកប្រេនមកភាសាអីក៏រសជាតិដិតអីតែផ្លែឈើអលឹកអីហ្នឹងក៏ឈ្ងុយឆ្ងាញ់អលឹកដែរបងប្អូនហើយនេះ burger ហើយឆាម្រេចនិយាយទៅសិតតែមកកំពុងមកហើយសម្រាប់ហ្នឹងហើយយើងដែរយើងចង់ញ៉ាំម្នាក់ឯងអីយើងកំងម្នាក់ឯងមួយចានហ្នឹងរួចខ្លួននេះក៏នៅក្នុងព្រៃក៏យើងអាចបោះតង់បានដែរព្រៃធម្មជាតិមានសត្វមានអីមើលអញ្ចឹងជាពិសេសមានកំប្រុកហើយយើងចង់ដឹងនេះអីយើងស្ងប់ស្ងាត់តិចទៅកំប្រុកហ្នឹងគេរត់លេងហើយក៏មានកន្លែងថតរូបច្រើនដែរមានបែបមានដើមចេកពីក្រោយមានវល្លិមានអីតាមតែបងប្អូនចង់បានហើយនេះកន្លែងអាំងភ្លើងតែនេះគាត់រូបណាអនាគតទៅនឹងមានហើយចំណងពេលញ៉ាំទៀតគឺមានអញ្ចឹងហើយបុគ្គលិកវិញគឺថាគាត់ចង់រត់លេងជុំវិញមាត់ស្រះមាត់អីបានតាមអំពើចិត្តគាត់អញ្ចឹងនេះក៏មានថ្ងៃរះអញ្ចឹងទៅហើយនេះជាពិសេសអាពេលតិចនេះបែកផ្សែងទឹកមកហ្នឹងខ្ញុំនិយាយគេចង់ជឿនេះដល់បុគ្គលិកគាត់ធ្វើនំធ្វើអីចឹងទៅហើយភាសាគឺអីសិតធ្វើខ្លួនឯងទាំងអស់អានេះលក្ខណៈថាយើងអត់សុខទៅយើងថតរូបលេងហើយអរគុណបងប្អូនដែលកំងបាយមហូបពីមុនមកមួយបេះដូងអីហ្នឹងអរគុណច្រើនដែលគ្រប់ត្រតាំងពីហាងទៅបើកដំបូងហើយនេះពេលតិចហើយយើងអាំងភ្លើងពេលខែលងាខែ12ហ្នឹងគឺពួកខ្ញុំចាប់ដើមមករៀបចំហើយយើងអានេះបាយសាមគ្គីយើងជួបជុំគ្នាលងាខ្លាំងណាស់ហើយចុងភៅមេចុងភៅលើគាត់ត្រឡប់ទៅវិញតែគាត់មិនសល់នៅមហូបខ្លះទៅឲ្យយើងហើយនេះតាំងពីបុគ្គលិកនៅក្មេងរហូតមកដល់ឡើយយើងចំណាស់តិចអាសាតែរ៉ាប់រងគិតច្រើនយ៉ាងនេះពួកខ្ញុំបោះតង់ឲ្យអត់មានផ្ទះនៅនេះតាំងពីម៉ូយបេះដូងមកធ្វើ pancake ខ្លួនឯងឥឡូវណែឃើញមកទៀតនេះយើងក៏ព្យាយាមមកតាំងពីផ្លូវបាក់ចឹងគឺឡានដាច់កង់ដាច់អីអស់ហើយណាបងប្អូនតស៊ូខ្លាំងនេះវាកពើគឺឆ្លាស់មកហ្មងហើយប្រូក៏បានតស៊ូមកចង់ចោះទៅក្រោមទាំងផ្លូវបាក់ចឹងនេះផ្លូវគាត់សាងសង់ថ្មីចឹងទៅហើយមានភ្នំមានពពកនិយាយទៅគ្រប់ដូចជាតិហ្មងហើយនេះកញ្ញាមីគាត់តាំងពីគាត់នៅក្មេងគាត់មករៀនតាំងពីក្មេងនេះមករៀនអីនេះខ្ញុំតាំងពីខ្ញុំដល់ល្មៀតរហូតដល់យើងធ្វើហាងបាននេះហាងអត់មានអីកូនស្រីគាត់ថតរូបលេងនេះហាងយើងតាំងចាក់សោមកមិនតាន់បានរៀបចំអីទាំងអស់ហើយនេះមេចុងភៅគាត់បានបញ្ចប់ការសិក្សាពីម្ហូបបានមកធ្វើនៅសំ stay យ៉ាងណាបងប្អូនចង់ភ្លុកម្ហូបមេចុងភៅឯងអាចមកលេងបាននេះហាងយើងចាស់ហើយយើងរៀបចំយ៉ាងតស៊ូបំផុតហ្មងដើម្បីឲ្យបងប្អូនបានមកស្នាក់នៅនឹងមានម្ហូបអាហារភេសជ្ជៈអីបបោអញ្ចឹងបងប្អូនអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងសំ stay ទាំងអស់តាំងពីមុនរហូតមកដល់ឥឡូវហើយពេញចិត្តចូលចិត្តហើយជាពិសេសសូមអធិស្ឋានបងប្អូនដែលខុសឆ្គងអីយឺតយ៉ាវឬខុសមិនឆ្ងាញ់ឬក៏យ៉ាងម៉េចអីសូមបងប្អូនអធិស្ឋានផងបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចង់មកលេងអាចទាក់ទងមកសំ stay បានណាបងប្អូនបាយបាយ